អ្នកទាំងអស់គ្នាដែលសារម្សិលមិញខ្ញុំមើលហើយរឿងថាអ្នកដែលចង់បង្កើត business ចង់បង្កើតរបររកស៊ីប៉ុន្តែគាត់អត់ទាន់បានជោគជ័យនៅតាក់អ្នកដែលតាមដានវីដេអូខ្ញុំម្សិលមិញគាត់នឹងយល់ហើយអញ្ចឹងឥឡូវនេះខ្ញុំនៅមកសួរផ្ទាល់មកសួរបន្តទៀតណាដោយសារខ្ញុំអត់ទាន់អស់ចិត្តព្រោះខ្ញុំក៏ជាមនុស្សម្នាក់នៅក្នុងគម្រោងហ្នឹងដែរអូអ្នកទាំងអស់គ្នាស្លឹកបៀ King of One ស្ដេចដំបងបៀស្លឹកនេះតំណាងឲ្យភាពជាអ្នកដឹកនាំជាពិសេសគឺកម្លាំងចិត្តនិងភាពជឿជាក់លើខ្លួនឯងណាហើយវាបង្ហាញថាបច្ចុប្បន្នអ្នកនរគ្នាមានចក្ខុវិស័យច្បាស់លាស់មានធម៌ពលពេញលេញនិងមានសមត្ថភាពក្នុងការគ្រប់គ្រងឬក៏ចាត់ចែងការងារផ្សេងហើយអ្នកនរគ្នាដឹងខ្លួនថាចង់បានអ្វីហើយត្រៀមខ្លួនដូចជាស្រេចក្នុងការធ្វើសកម្មភាពហ្នឹងណាស្លឹកទី2ចាំតិចអ្នកនរគ្នាស្លឹកទី2 Age of One សតក្រុមដំបងវាស្លឹកទី2នេះជាវានៃការចាប់ផ្ដើមថ្មីដែរនិងការអនុវត្តវាបង្ហាញពីការផ្ទុះឡើងនៃគំនិតច្នៃប្រឌិតថ្មីឱកាសការងារថ្មីឬក៏ការបំផុសគំនិតយ៉ាងខ្លាំងក្លាបើអ្នកនរគ្នាមានគម្រោងគឺគម្រោងនឹងធ្វើអ្វីមួយគឺវាជោគជ័យ 100% នៅពេលខាងមុខនេះណាវាទី3អ្នកនរគ្នាស្រីខាប់អូយវានេះល្អខ្លាំងណាស់អ្នកនរគ្នាអានេះខ្ញុំតពីរយៈមុនម្សិលមិញណាវាស្លឹកចុងក្រោយហ្នឹងតំណាងឲ្យការអបអរសាទរមិត្តភាពនិងភាពជោគជ័យតែក្រុមហ្មងវាបង្ហាញពីបរិយាកាសរីករាយការជួបជុំគ្នាដើម្បីអបអរលទ្ធផលដែលល្អឬការទទួលបានការគ្រប់គ្រងយ៉ាងពេញទំហឹងពីមនុស្សជុំវិញខ្លួនដូចជាមិត្តភ័ក្តិក្រុមការងារឬក៏សហគមន៍ណាវាទាំង3នេះគឺវាស៊ីគ្នាជាមួយនឹងរឿងម្សិលមិញដែលខ្ញុំបានសួរសំណួរទៅម្សិលមិញហ្នឹងណាអញ្ចឹងវានេះមានប៉ុណ្្នឹងអរគុណច្រើនអ្នកនរគ្នា